đây lục rùa này cũ không video nàyខ្ញុំសូមបង្ហាញលោកគ្រូតេតតទៅនឹងការធ្វើវេនសម្អាតសិស្សស្វ័យប្រវត្តិអញ្ចឹងទីមួយលោកគ្រូចូលកន្លែងផ្នែករដ្ឋបាលសិស្សនឹងមករដ្ឋបាលគ្រូហើយលោកគ្រូនឹងឃើញកន្លែងវេនសម្អាតនឹងអញ្ចឹងលោកគ្រូចុចជ្រើសរើសវេនសម្អាតមកកម្មវិធីនឹងចាប់យកឈ្មោះសិស្សដោយស្វ័យប្រវត្តិក្នុងករណីដែលលោកគ្រូចង់ផ្លាស់ប្ដូរទីមួយប្រធានថ្នាក់លោកគ្រូអាចធ្វើការជ្រើសរើសនឹងបានអនុប្រធានទី1ទី2បានបើសិនជាមិនមានទេលោកគ្រូអាចចុច key delete ដើម្បីលុបបានហើយតកតងទៅនឹងឈ្មោះសិស្សនឹងវានឹងរត់មកដោយស្វ័យប្រវត្តិក្នុងករណីដែលលោកគ្រូអត់ចង់បានទេលោកគ្រូអាចធ្វើការជ្រើសរើសសិស្សនឹងបានជ្រើសរើសឬក៏មិនទេសិនបើក្នុងករណីលោកគ្រូអត់មានវេនថ្ងៃសៅរ៍ឬវេនថ្ងៃពហុទេលោកគ្រូចុចកន្លែងថ្ងៃសៅរ៍និងពហុនឹងមកហើយលោកគ្រូយកកន្លែងទទេស្អាតនឹងមកហើយលោកគ្រូដោះឈ្មោះសិស្សនឹងចេញមកបានដោះទាំងអស់នឹងមកករណីដែលអត់មានអញ្ចឹងគ្រូអាចរៀបក៏បានឬក៏ឲ្យវាដើរដោយស្វ័យប្រវត្តិក៏បានក្នុងផ្នែកទី1នឹងតកតងទៅនឹងសម្រាប់សិស្សដែលមានត្រឹម50នាក់ចុះក្រោមផ្នែកទី2នេះតកតងទៅសម្រាប់សិស្ស50នាក់ឡើងលើដូចគ្នាអត់ខុសគ្នាទេលោកគ្រូបន្ទាប់ពីបញ្ចូលឈ្មោះសិស្សឲ្យរួចរាល់មកលោកគ្រូអាចជ្រើសរើសប្រធានថ្នាក់បានជ្រើសរើសឈ្មោះប្រធានថ្នាក់នឹងបានហើយលោកគ្រូអាចធ្វើការកំណត់ផងដែរដូចតែលើកមុនទេបើសិនជាអត់មានថ្ងៃសៅរ៍ឬក៏អត់មានថ្ងៃពហុបាទអញ្ចឹងលោកគ្រូអាចធ្វើការដោះបាទដូចដែលខ្ញុំបានបង្ហាញវីដេអូមុនអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណ